នមស្ការលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមបងប្អូនប្រុសស្រីនៅគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសនេះគឺជាសកម្មភាពនៃក្រុមមូលនិធិរបស់យើងចុះទៅចែកស្បៀងជូនដល់ញាតិញោមបងប្អូនដែលគាត់បានភេសឹកពីព្រំដែននៅក្នុងស្រុកម៉ាឡៃឡើងមករកទីទួលសុវត្ថិភាពជាអំពីក្របជាអំពីការឈ្លានពានការបៀតបៀនរបស់ពួកសត្រូវការយកអំណោយទៅជូននេះដូចញាតិញោមបងប្អូនបានឃើញស្រាប់ហើយគឺផ្លូវមានការពិបាកហើយឆ្ងាយគួរសមដែរអញ្ចឹងពេលដែលក្រុមខ្ញុំគណៈអាត្មាភាពយកទៅជូនពួកគាត់មានប្រសាសន៍ថានេះជាលើកទី1ដែលគាត់ទទួលបានស្បៀងធ្វើខ្ញុំគណៈអាត្មាភាពនឹកឡើងអាណិតដល់បងប្អូនប្រជាពលរដ្ឋយើងដែលនៅទីនោះមិនសូវជាមានអ្នកអញ្ជើញទៅដល់ការខ្វះខាតស្បៀងការខ្វះខាតគ្រឿងឧបភោគបរិភោគអីជាច្រើនហើយពេលដែលឮគាត់មានប្រសាសន៍ថាទៅនឹងលើកទី1ក្នុងការទទួលបានគ្រាន់តែដឹងដំណឹងថាយើងនឹងទៅចែកអំណោយពួកគាត់អង្គុយចាំត្រៀបត្រាដូចញាតិញោមបងប្អូនបានឃើញហើយទាំងក្មេងទាំងចាស់ជើញមករកទីទួលសុវត្ថិភាពមកជុំគ្នានៅក្នុងព្រៃដែលមានសាលារៀនមួយជុំគ្នាសំបីតែភ្លើងក៏មិនមានប្រើបន្ទប់ទឹកមិនមានគ្រប់គ្រាន់ប៉ុន្តែដើម្បីកិច្ចរកទីទួលសុវត្ថិភាពសុខចិត្តទ្រាំលំបាកមួយរយៈនឹកឃើញឡើងអាណិតដល់ប្រទេសជាតិរបស់យើងណាញាតិញោមបងប្អូនប្រទេសជាតិដ៏កំសត់របស់យើងនេះប្រជាជនដ៏កំសត់របស់យើងនេះតើនឹងត្រូវជួបទុក្ខការលំបាករបៀបនេះដល់ពេលណាទៀតចឹងទេដោយបងប្អូនញាតិញោមបានឃើញទស្សនភាពស្រាប់ហើយពួកគាត់កំពុងតែអង្គុយរងចាំដំណើររបស់យើងយកស្បៀងទៅហើយគាត់សង្ឃឹមថាយើងនឹងយកទៅជូនពួកគាត់បានម្ដងទៀតដើម្បីជាការដោះស្រាយនៅបញ្ហាខ្វះខាតដែលកំពុងតែមានជួបប្រទះនៅក្នុងទីនេះចឹងបងប្អូនដែលកំពុងតែទស្សនាឃើញហើយសូមមេត្តាជួយចែករំលែកបើសិនជាមានបំណងចង់អញ្ជើញទៅជួយឧបត្ថម្ភពួកគាត់អាចតាក់ទងមកបានឬក៏ចង់ចូលរួមឧបត្ថម្ភជាថវិកាក៏អាចឧបត្ថម្ភបានដើម្បីជួយឧបត្ថម្ភដល់ពួកគាត់នៅទីនេះដូចញាតិញោមបងប្អូនបានឃើញហើយគួរឲ្យស្រណោះសង្វេគយ៉ាងក្រៃលែងប្រជាជនដ៏កំសត់របស់យើងនេះ